ពេលបានដំណឹងថាស្វាមីខ្ញុំត្រូវបានរៀបចំធ្វើការនៅក្រុងផ្សេងថែមបន្តរយៈពេល7 ឆ្នាំទៀតខ្ញុំធ្វើដំណើរដ៏វែងឆ្ងាយដើម្បីទៅលេងគាត់ដល់កន្លែងធ្វើការរបស់គាត់ខ្ញុំត្រូវបានពូសន្តិសុខខាងខ្ញុំរកភីលេងពេលដឹងថាខ្ញុំកំពុងរកភីលេងទឹកមុខរបស់គាត់បានផ្លាស់ប្ដូរភ្លាមតើនាងរកកូនប្រសាររបស់ខ្ញុំធ្វើអ្វីដែរអារម្មណ៍ខ្ញុំដូចត្រូវគ្រាប់ផ្លោងធ្លាក់មកលើប្រហែលជាគ្រាន់តែមានឈ្មោះដូចគ្នាពូជើមើលពូចុះភ័យស្លន់ស្លោស្អីពេលលីងនៅភូមិជុំវិញនេះអ្នកណាមិនដឹងថាគាត់ជាក៏រស់ស្រឡាញ់ប្រពន្ធខ្លាំងតើអ្នកណាក៏សាវ៉ាបានតែកូនប្រសាររបស់អ្នកក៏មិនហ៊ានដែរអ្នកនាងខាងនេះប្រហែលជាថ្នាក់លើចាត់តាំងឲ្យធ្វើការទេខ្ញុំធ្វើពុតជាស្ងប់ស្ងាត់ហើយបើរូបថតរបស់ភីលីងខ្ញុំមានការងារត្រូវរកគាត់អ្នកមើលតើនេះជារូបគាត់មែនទេមែនហើយគាត់ជាកូនប្រសាររបស់ខ្ញុំឈាមរបស់ខ្ញុំក៏ហើយមិនបានមួយសន្ទុះក្រោយមកនារីស្លៀកពាក់ស្អាតម្នាក់បានសួរខ្ញុំដោយញឹមតិចថាអ្នករកប្តីខ្ញុំនិយាយអំពីការងារមែនទេអញ្ចឹងមកផ្ទះជាមួយខ្ញុំរងចាំគាត់ចុះកូនប្រុសយើងគ្រុនក្តៅគាត់នាំកូនប្រុសទៅមន្ទីរពេទ្យក្រុងហើយខ្ញុំមានអារម្មណ៍ដូចជាត្រូវរន្ទះបាញ់ថប់ដង្ហើមសម្លឹងមើលស្ត្រីនៅពីមុខខ្ញុំស្ត្រីនោះឃើញខ្ញុំឈរនៅស្រឡាំងកាំងរាក់ទាក់ជំរាបសួរខ្ញុំជាភរិយារបស់ភីលេងចៅស៊ូស៊ូអ្នកហៅខ្ញុំថាស៊ូស៊ូបានហើយនៅទីនេះមានសុទ្ធតែប្រុសទេពួកគេខូចណាស់ហើយអ្នកជាស្ត្រីម្នាក់ឯងមិនមានសុវត្ថិភាពនៅទីនេះទេមកផ្ទះខ្ញុំហើយរងចាំគាត់តតែប្រហែលមួយរយៈទៀតទើបបានមកវិញពេលនាងនិយាយធ្វើដូចជាមិត្តចាស់អញ្ចឹងនាងទាញដៃខ្ញុំហើយខ្ញុំមិនដឹងយ៉ាងម៉េចក៏ដើរតាមជំហានជើងរបស់នាងបន្តលួចមើលនាងបន្តមានស្បែកមិនល្អខ្លាំងហើយបច្ចេកទេសផាត់មុខក៏មិនល្អដែរជ្រុងភ្នែកជាប់ម្សៅគាំងប៉ុន្តែនៅតែអាចមើលដឹងនាងក្មេងជាងភីវិញឆ្ងាយណាស់ប្រហែល10ឆ្នាំពួកអ្នកមកពីទីក្រុងធំពិតជាដូចគ្នាមែនស្បែកល្អណាស់ដូចពងមាន់ទៅបកសម្បកចេញចឹងនាងសម្លឹងមកមុខខ្ញុំដោយបើកចំស្បែកអ្នកដូចស្បែកប្តីខ្ញុំអីចឹងដូចគ្នាទុនខ្ចីមើលទៅទីក្រុងចិញ្ចឹមមនុស្សបានល្អខ្ញុំទ្រាំបង្ខំចិត្តញឹមមួយដាក់នាងនិយាយត្រូវខ្ញុំនឹងពេលលីងស៊ុបមានស្បែកល្អដល់ប្រភេទដែលមានស្បែកទុនខ្ចីទោះបីជាខ្ញុំមានវ័យបងជាងគាត់មិនច្រើនក៏ដោយប៉ុន្តែខ្ញុំមើលទៅដូចជាក្មេងស្រីម្នាក់ដែលមានអាយុ20ឆ្នាំដើមតែវាយ៉ាងណាដែរទោះបីជាខ្ញុំស្អាតក៏ដោយការងារខ្ញុំល្អប៉ុន្តែប្តីខ្ញុំនៅតែក្បត់ខ្ញុំមានគ្រួសារមួយទៀតហើយនាងពិតជានិយាយច្រើននិយាយមិនចេះចប់ពេលដើរស្រាប់តែមានអ្នកជិះម៉ូតូម្នាក់បានមកដល់ឈប់នៅមុខពួកយើងមើលប្តីឯងចោះគិតពីឯងប៉ុណ្ណាយកកូនទៅមើលជំងឺនិយាយថាឯងចូលចិត្តញ៉ាំផ្លែឈើដូច្នេះឲ្យខ្ញុំយកវាមកឲ្យឯងមួយថងគាត់ចុះតែបាននឹងប្តីរបស់អ្នកល្អចំពោះអ្នកណាស់ប្តីនាងចំពោះនាងមិនមែនល្អធម្មតាទេនាងឲ្យពេលលីងបានទៅខាងកើតពេលលីងមិនហ៊ានទៅខាងលិចទេពេលលីងមិនខ្លាចមេឃមិនខ្លាចដីគឺខ្លាចតែស៊ូស៊ូសម្លឹងបន្តិចមានទឹកភ្នែកបន្តិចបងស្រីឲ្យសុំឈប់លេងសើចនឹងខ្ញុំទៅអារម្មណ៍ខ្ញុំមានតែភាពជូរចត់លើវិញដោយព្រះកំពុងលេងកំ pl ែងគួរឲ្យអស់សំណើចមួយប្តីខ្ញុំដែលមានបញ្ញាខ្ពស់ក្នុងជីវិតរៀបការស្អីក៏ត្រូវការភាពស្មើគ្នានៅខាងក្រៅបែបបីជាធ្វើជាបរិះតាមតែចិត្តប្រពន្ធពេលដល់ផ្ទះស៊ូស៊ូទោះបីជានៅជនបទក៏ដោយផ្ទះនេះមើលទៅមិនដូចផ្ទះជនបទទេតែវាជាផ្ទះវីឡានៅជនបទនេះជាវីឡាដែលប្តីខ្ញុំធ្វើនៅភូមិសង់ស្អាតទេវាប្លែកពីគេនៅក្នុងភូមិហើយក៏ជាកូនប្រសារមកនៅខាងប្រពន្ធតែម្នាក់ក្នុងភូមិយើងពេលដងខ្ញុំលោតគាំងពេលឮពាក្យថាជាកូនប្រសារនៅខាងស្រីចូលដល់បន្ទប់ទទួលភ្ញៀវឃើញរូបថតគ្រួសារមួយសន្លឹកត្រូវបានព្យួរនៅលើជញ្ជាំងជាគ្រួសារមួយដែលមានសមាជិក6នាក់ម្នាក់សើចយ៉ាងសប្បាយរីករាយមានក្មេងប្រុសអាយុ5ឆ្នាំម្នាក់នៅពីលើនិងមានក្មេងស្រីម្នាក់មានអាយុប្រហែល3ឆ្នាំដែររូបថតគ្រួសារប្រភេទនេះនៅផ្ទះគ្រួសារយើងក៏មានមួយនៅក្នុងសាលធំដែរប៉ុន្តែយើងមានកូនប្រុសអាយុ10ឆ្នាំតែម្នាក់គត់គ្មានកូនស្រីទេឆ្នាំដែលគាត់ត្រូវផ្ទេរទៅធ្វើការនោះគាត់បានស្បត់ស្បាយនឹងអោបមុខខ្ញុំថាប្រពន្ធអ្នកត្រូវតែជឿខ្ញុំយ៉ាងច្រើន2ឆ្នាំទៀតខ្ញុំនឹងរកវិធីផ្ទេរមកវិញពេលបងមកវិញបើសុខភាពអូនអនុញ្ញាតយើងយកកូនទី2ថ្ងៃក្រោយក្រុមគ្រួសារយើងមិនបែកគ្នាទេប៉ុន្តែបែបធ្វើម្ដង7ឆ្នាំមានតែពេលចូលឆ្នាំត្រឡប់មកផ្ទះប៉ុន្មានថ្ងៃក្រៅពីនេះស្ទើរតែមិនដែលឃើញគាត់ឡើយឆ្នាំមុនពេលគាត់ត្រឡប់មកវិញខ្ញុំថាស្ដាយពីរឿងមិនមានកូនស្រីប៉ុន្តែគាត់បែបខុសប្រក្រតីទាំងស្រុងថាបរិយាកាសបច្ចុប្បន្នមិនល្អទេក្មេងយកការគេមិនយកកូនទេពួកយើងមានកូនប្រុសម្នាក់ដែលពិតជាល្អហើយហេតុអ្វីត្រូវយកកូនទី2រងទុក្ខការពិតមិនមែនគាត់បដូរផ្នត់គំនិតទេគឺដោយសារគាត់នៅក្រៅមានកូនប្រុសស្រីរួចហើយយើងមានវេវាយនៅផ្ទះអ្នកអាចភ្ជាប់បានលេងទូរស័ព្ទជួយសន្សំសំចៃថ្លៃអ៊ីនធឺណិតលេខសម្ងាត់គឺ1,15913ប្តីខ្ញុំដាក់លេខសម្ងាត់តាមថ្ងៃកំណត់ខ្ញុំញញឹមពេលគាត់លើកទឹកតែឲ្យខ្ញុំធ្វើឲ្យចិត្តខ្ញុំភ្ញាក់ម្ដងទៀតបៃលីងបានប្រាប់ខ្ញុំអំពីតំបន់នេះគ្មានអ៊ីនធឺណិតនៅតំបន់ភ្នំទេដូច្នេះរាល់ពេលមានតែគាត់ទេដែលអាចរកវិធីតាក់ទងខ្ញុំបានខ្ញុំមិនអាចតាក់ទងគាត់បានទេខ្ញុំបានបើកទូរស័ព្ទរបស់ខ្ញុំហើយភ្ជាប់វាយរបស់ស៊ូស៊ូមានសញ្ញាពេញក្រឡាកុហកពីមួយហើយមួយទៀតបានបង្ហាញនៅមុខខ្ញុំពីមួយទៅមួយដូចមានកាំបិតចាក់ចំបេះដូងខ្ញុំ
ខ្ញុំធ្វើពុតជាស្ងប់ស្ងាត់ហើយនិយាយថាទំនងពួកអ្នកពិតជាល្អណាស់ឬថាគាត់មកពីក្រៅទីក្រុងអ្នកមិនបារម្ភថាគាត់នឹងត្រូវបានផ្ទេរទៅវិញទេមុខរបស់ជើស៊ូស៊ូនៅតែរក្សាស្នាមញញឹមកុំបារម្ភអីនិយាយឲ្យត្រង់ទៅប្តីខ្ញុំលើកនេះស្ទើរតែត្រូវផ្ទេរទៅវិញហើយបេះដូងខ្ញុំលោតញាប់មើលនាងនិយាយបន្តប្តីខ្ញុំដារោទំនាក់ទំនងជាច្រើនទើបបាននៅបន្តទៀតប្រហែលគាត់អាចស្នាក់នៅបាន7ឆ្នាំទៀតចាំពេលគម្រោងនៅទីនេះបញ្ចប់ហើយស្វាមីខ្ញុំថាគាត់សុខចិត្តឈប់ក៏មិនត្រឡប់ទៅធ្វើការវិញដែរបេះដូងខ្ញុំដូចធ្លាក់ក្នុងជ្រោះបាតច្រាំងថ្មចោតការពិតមិនមែនការងារត្រូវឲ្យគាត់នៅក្រៅទេគឺគាត់ដាក់ពាក្យសូមខ្លួនឯងទោះបីជាគាត់ដឹងថាខួរក្បាលម្ដាយគាត់ដាច់សរសៃបញ្ជូនមន្ទីរពេទ្យឪពុកគាត់បានបាក់ជើងត្រូវការគាត់ដែលជាកូនប្រុសនៅក្បែរការគោរពមើលថែទោះបីជាកូនប្រុសគាត់យំភ្នែកក្រហមម្ដងហើយម្ដងទៀតគុំសត់ខ្លួនមិនបានសូវជួបឪពុកច្រើនឆ្នាំទោះបីជាគាត់ដឹងថាខ្ញុំជាប្រពន្ធគាត់រវល់ជាមួយការងារនិងគ្រួសារហត់នឿយទាំងផ្លូវកាយនិងផ្លូវចិត្តហត់នឿយខ្លាំងរហូតដល់ត្រូវបញ្ជូនទៅមន្ទីរពេទ្យតែគាត់ស្រណុកសុខស្រួលនៅចម្ងាយរាប់ពាន់ម៉ាយមានស្នេហាជាមួយស្ត្រីម្នាក់ទៀតជីវិតដែលគ្មានកង្វល់សុខស្រួលភាពត្រជាក់បានរត់ពេញរាងកាយរបស់ខ្ញុំធ្វើឲ្យស្មារបស់ខ្ញុំញ័រជើស៊ូស៊ូស្មានតែត្រជាក់ក៏បើកម៉ាស៊ីនកម្ដៅភ្លាមតិចទៀតលែងត្រជាក់ហើយប្តីខ្ញុំបានទិញម៉ាស៊ីនកម្ដៅនេះឲ្យខ្ញុំវាជាម៉ាកធំមួយនាងតែងញញឹមមកនាងតែងតែលើកនិយាយពីពេលលីនជាប់មាត់បង្ហាញពីក្តីស្រឡាញ់របស់ពួកគេភូមិយើងគ្មានម៉ាស៊ីនកម្ដៅទេមានតែគ្រួសារខ្ញុំទេដែលមានតាមពិតម៉ាស៊ីនកម្ដៅវាថ្លៃណាស់ខ្ញុំមិនចង់ដាក់ទេប៉ុន្តែប្តីខ្ញុំទូចឲ្យដាក់ដោយនិយាយថាគាត់ខ្លាចខ្ញុំរងានៅរដូវរងាមុខខ្ញុំនៅតែបង្ហាញស្នាមញញឹមទាំងឈឺចាប់ហើយឆ្លៀតសួរបន្តខ្ញុំមានអារម្មណ៍ថាគាត់ចាស់ជាងអ្នកច្រើនណាស់តើគាត់ធ្លាប់រៀបការម្ដងហើយគាត់អាយុច្រើនជាងខ្ញុំ10ឆ្នាំអត់ទេមិនដែលធ្លាប់ការទេខ្ញុំដូចសំណាងឬបានបរិះល្អស្នាមញញឹមជើស៊ូស៊ូកាន់តែមានសុភមង្គលព្រះល្អចំពោះខ្ញុំឲ្យខ្ញុំដែលរៀនចប់ត្រឹមសាលាធំសិក្សាអាចបរិះអនុបណ្ឌិតម្នាក់បានគាត់គឺជាអ្នកគ្រប់គ្រងគម្រោងនៅទីនេះគាត់ក៏ជាមនុស្សចំណិតចៅវាយផងដែរខ្ញុំមិនដែលស្រមៃថាខ្ញុំអាចធ្វើជាប្រពន្ធបរិះដែលមានសមត្ថភាពបែបនេះស្វាមីខ្ញុំក៏បាននិយាយថាក្នុងជីវិតរបស់គាត់រឿងដែលសំណាងបំផុតសម្រាប់គាត់គឺគាត់បានជួបខ្ញុំនាងនិយាយមិនឈប់ថាល្អដែលមានភាពខុសគ្នានៃអាយុគាត់ដឹងពីរបៀបថែរក្សាមនុស្សប្តីខ្ញុំមិនត្រឹមតែទទួលខុសត្រូវចំពោះការងារប៉ុណ្ណោះទេប៉ុន្តែក៏សម្រាប់គ្រួសារផងដែរប្រាក់ខែគាត់ឲ្យខ្ញុំទាំងអស់សោះខ្ញុំឲ្យគាត់តែ200 យន្តដើម្បីទិញបារីខ្ញុំមានចិត្តជូរចត់ប៉ុន្មានឆ្នាំនេះភីលិនបាញ់ប្រាក់ខែ30,000 យន្តជារៀងរាល់ខែគាត់បាននិយាយថាគេឲ្យបរិភោគនិងរស់នៅទីនេះ1000 យន្តគឺគ្រប់គ្រាន់សម្រាប់តម្រូវការប្រចាំថ្ងៃហិរញ្ញវត្ថុរបស់ក្រុមហ៊ុនរបស់គាត់គឺជាមិត្តរួមបន្ទប់មហាវិទ្យាល័យរបស់ខ្ញុំដឹងថាប្រាក់ខែរបស់គាត់គឺ31,000 យន្តបន្ទាប់ពីបងសាកល្បងហើយសួរគាត់មានប្រាក់ខែខ្ពស់អាចធ្វើឲ្យគ្រួសាររស់នៅបានល្អមែនហើយហេតុនេះខ្ញុំថាខ្ញុំរើសបានកំណត់គាត់មិនត្រឹមតែល្អចំពោះខ្ញុំទេថែមទាំងកាន់តែល្អចំពោះឪពុកម្ដាយរបស់ខ្ញុំដែរចង្កេះរបស់ម្ដាយខ្ញុំមិនល្អទេនាងចង្អុលទៅកៅអីសាឡុងម៉ាសានេះមានតម្លៃជាង20,000 យន្តគាត់បានទិញវាដោយមិនព្រិចភ្នែកឪពុកខ្ញុំចូលចិត្តផឹកស្រាម៉ៅតែមួយ12 3,000 យន្តគាត់បានទិញវាទាំងកេះមកឲ្យខ្ញុំ50,000 យន្តជារៀងរាល់ខែខ្ញុំអាចចំណាយវាតាមដែលខ្ញុំចង់បានបែបនេះខ្ញុំប្រកាសថាភីលិនគាត់ពុករលួយហើយភាពជូរចត់នៅក្នុងចិត្តខ្ញុំគឺដូចជាឆ្នាំបុរាណចេញល្វីងខ្ញុំក៏មានអារម្មណ៍សោកស្ដាយចំពោះឪពុកម្ដាយរបស់គាត់ដែរកាលពី3 ខែមុនម្ដាយក្មេករបស់ខ្ញុំមានជំងឺដាច់សរសៃគ្រោះថ្នាក់មួយដងខ្ញុំយំនៅខាងក្រៅបន្ទប់សង្គ្រោះបន្ទាន់តែទៅគាត់លីនត្រឡប់មកវិញម៉ាក់កំពុងនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់គាត់រអ៊ូចង់ជួបបងប៉ុន្តែគាត់បានកុហកខ្ញុំថាលំបាកហើយប្រពន្ធគម្រោងសាងសង់កំពុងឈានដល់ដំណាក់កាលសំខាន់មួយខ្ញុំពិតជាមិនអាចចាក់ចេញបានទេម៉ាក់គាត់មនុស្សមានសំណាងច្បាស់គ្មានអ្វីនឹងកើតឡើងទេជាច្រើនដងហើយពេលខ្ញុំភ័យស្លន់ស្លោជើងទន់ដល់មិនអាចឈរបានទូរស័ព្ទរបស់គាត់បើមិនអាចហៅបានទេគឺមិនអាចត្រឡប់មកវិញចំពោះគ្រួសារខ្លួនមិនខ្វល់ខ្វាយចំពោះឪពុកម្ដាយនិងកូនក៏មិនខ្វល់តែបែបធ្វើជាស្វាមីល្អម្នាក់នៅគ្រួសារផ្សេងល្អកូនប្រសារល្អវាពិតជាហួសចិត្តនិងសម្លាប់ចិត្តមនុស្សទូរស័ព្ទរបស់ជើស៊ូស៊ូបានរោទនាងមិនបានគេចពីខ្ញុំទេសំឡេងទូរស័ព្ទមិនសូវខ្លាំងឬខ្សោយទេធ្វើឲ្យខ្ញុំតែអង្គុយចិត្តជើស៊ូស៊ូគាត់ហៅនាងថាប្រពន្ធសំឡេងទន់ភ្លន់ធ្ងន់ដូចនិយាយជាមួយខ្ញុំនៅឡើយទេគ្រូពេទ្យថាគាត់នឹងស្នាក់នៅទីនេះរយៈពេល1 យប់បងមិនមានលុយគ្រប់គ្រាន់ទេប្រពន្ធឲ្យបាញ់លុយឲ្យបងខ្លះមក200 យន្តគឺគ្រប់គ្រាន់ហើយក្នុងចិត្តខ្ញុំសើចទាំងត្រជាក់ដឹងហើយអូននឹងផ្ទេរវាទៅបងនៅពេលក្រោយយប់នេះបងមិនអាចដេកអបអូនបានទេអូនត្រូវតែគេងលក់ឲ្យស្រួលគ្រប់ភួយឲ្យល្អកុំឲ្យកើតផ្ដាសាយពេញមួយថ្ងៃបងមានអារម្មណ៍មិនស្រួលព្រោះមិនបាននៅជាមួយអូនសម្ដីទាំងអស់នេះចាក់ឲ្យខ្ញុំឈឺការ12 ឆ្នាំហើយមានតែប៉ុន្មានឆ្នាំដំបូងទើបមានភាពផ្អែមល្ហែមយ៉ាងនេះឥឡូវនេះគាត់សំបីជាមួយកូនប្រុសក៏មិនយកចិត្តទុកដាក់ដែរពេលវេលាឲ្យយើងខ្លាចជាប្តីប្រពន្ធចាស់ទុំឲ្យយើងខ្លាចជាមនុស្សស្គាល់គ្នាជើស៊ូស៊ូសាច់មើលខ្ញុំចង់និយាយអ្វីដូចគិតដល់អ្វីហាមាត់ត្រូវហើយខ្ញុំភ្លេចសួរថាតើអ្នកមានឈ្មោះអ្វីជាងជាគេឈ្មោះនេះពីរោះណាស់មនុស្សនៅក្នុងទីក្រុងពូកែតាក់ឈ្មោះនាងនៅតែមានពាក្យជាច្រើន
រុះរាយរហូតមកឥឡូវខ្ញុំនៅតែគិតថាប្រហែលជានាងដូចខ្ញុំត្រូវបានគេបិទបាំងមិនដឹងរឿងត្រូវហើយប្តីខ្ញុំយប់នេះមិនអាចត្រឡប់មកវិញបានទេមិនទេនាងនៅទីនេះគេងមួយយប់ទៅរងចាំរហូតដល់ថ្ងៃស្អែកចាំនិយាយអំពីការងារខ្ញុំក៏យល់ព្រមនៅអាហារពេលល្ងាចជើស៊ូស៊ូបានធ្វើមានបន្លែមានសាច់មួយតោខ្ញុំបានឃើញកូនស្រីរបស់ពួកគេ